បាទចន្ទ្រាចង់ប្រើកែងឬក៏យ៉ាងណាទាត់ឆ្វេងរបស់ឡាយចន្ទ្រាទាត់ឆ្វេងរបស់អាមេឌីបាទមេឌីអាយ៉ាឌីបាទដើរចូលវាយស្រាមទាត់ឆ្វេងរបស់ឡាយចន្ទ្រាបាទចង់ស៊ីជើងក្រោមមិនបានទេបាទរុញផ្ដួលមួយសិនបាទបន្តការប្រកួតបាទឡៅចន្ទ្រាបាទឲ្យទៅប្រកួតបាទនៅសង្វៀនណាភាគច្រើនបាទបងប្អូនបាទខាង admin បាទកីឡាបដាល់គឺតែងបាទតែផ្ដិតយករូបភាពបាទសម្រង់យកការប្រកួតបាទរបស់ឡៅចន្ទ្រាដើម្បីផ្សព្វផ្សាយបន្តបាទជូនដល់បងប្អូនកម្ពុជាបានទស្សនាបាទនៅឈុតឆាកពិសេសបាទរបស់ឡៅចន្ទ្រាមិនថាការប្រកួតក្នុងស្រុកក្រៅស្រុកអាយ៉ាបាទជង្គង់ទៅហើយបាទត្រង់នេះអត់មិនទៅហើយបាទមេឌីអត់អីទេញ៉ាំដល់រាប់បាទតិចផ្ដាច់ទឹកមួយទៅចន្ទ្រាវាយស្រាំត្រង់នេះរបស់មេឌីជង្គង់របស់មេឌីបាទចន្ទ្រាកែងឆ្វេងជង្គង់ស្រាំហើយក៏ជង្គង់មួយទៀតអត់ទេបាទរុះកែងសិនបាទផ្ទប់កែងសិនទៅបាត់ទៅហើយបាទ 1 2 មេឌីអាយ៉ាឌីញ៉ាំដល់រាប់ 4 5 6 7 8បាទរាប់ដល់8អាចបន្តការប្រកួតបានប្រកួតបន្តទៀតនៅសល់គួរសមដែរបាទ71នាទីចន្ទ្រាផ្ដាច់បានឬក៏មិនបានកែងឆ្វេងរបស់ចន្ទ្រាបាទគ្រាជាប់ត្រង់នេះជង្គង់បាទតែចូលចាប់អោបបាទគឺជាគេថាក្បាច់របស់ចន្ទ្រាហើយកែងឆ្វេងរុះមួយរបស់ចន្ទ្រាកែងស្ដាប់មួយរបស់ចន្ទ្រាចង់ស្រុតម្សាបាទអាយ៉ាឌីជង្គង់ថែមទៀតរបស់អាយ៉ាឌីហើយក៏វាយស្ដាំម្ដាយឆ្វេងរបស់មេឌីអាយ៉ាឌីចន្ទ្រាតាមអាយ៉ាចាំបាច់ចេះបាទមេឌីអាយ៉ាឌីហាក់បីដូចជាលេងសើចនឹងផ្លែកែងបាទនឹងជង្គង់របស់អាយ៉ាឌីជង្គង់ត្រង់នេះបន្តការប្រកួតចន្ទ្រាតាមកែងដួលបាត់ទៅហើយបាទត្រង់នេះ1យ៉ាងមិនចេះបាទអាញាកដល់ទៅឈប់តែម្ដងទៅលែងមុខហើយបាទទៅលែងមុខហើយមិនថាផ្ដំមកសងអីរាប់បន្តណាបាទបើទោះបីជារាប់ក្រោកមកក៏ចន្ទ្រាអាចផ្ដាច់បានអញ្ចឹងអាញាកដល់ថាកុំអីល្អជាងកែនេះបុកចូលសៀតផ្កាបាទគុំទៅជាមួយទៅលែងមុខតែម្ដងបាទរូបភាពយឺតបាទពីប្លង់ខាងមុខខាងក្រោយចំហៀងបាទធ្វើឲ្យឡៅចន្ទ្រាបាទអាចផ្ដួលតាមរយៈកែងបាទទៅលើមេឌីអាយ៉ាឌីអាយ៉ាបាទឆ្លៀតអវងបានទៀតណាបាទគាត់ចង់បានថាកម្លាំងរបស់គាត់នៅខ្លាំងតែមិនគាត់ចូលកន្លែងដែលมันអាចក្រោកបានភ្លាមត្រូវអាញាកដល់ប្រជុំបាទបង្គោលក្រហមកីឡាករឡៅចន្ទ្រា